ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះថ្ងៃសមរតនៈមកពីក្រុម AU 10ថ្ងៃនេះណាគឺខ្ញុំធ្វើនៅកិច្ចការទី3គឺយើងលើយកនៅ requirement ចំនួន3ក្នុងដែរគឺយើងទី1 show ទៅលើ username ដើម្បី show username គឺយើងប្រើទៅលើ command omi និងចំណុចទី2គឺយើងធ្វើការ list and tag 3 line ចឹងយើងប្រើទៅលើ command ls la head 13ចឹងយើងឃើញវា show មក 3 line ចឹងចូលមកដល់ចំណុចបន្ទាប់ទី3យើងបង្កើតទៅលើ file និង line ហើយយើងចាប់យកមកតែ3 line ទេចឹងយើងប្រើទៅលើ vim ខ្ញុំដាក់ឈ្មោះ file របស់យើង opt.pt កន្លែងហ្នឹងដែរយើងដាក់អីក៏បានដែរខ្ញុំដាក់ black red blue ចឹងដាក់ចំនួន5ហ្នឹងឥឡូវយើងការ save អូខេឥឡូវយើង show វាមកខ្ញុំប្រើទៅលើ command cat optយើងឃើញline របស់យើងដែលយើងបានដាក់មុនហ្នឹងឥឡូវយើងធ្វើការ show វាមកតែ3 line យើងប្រើទៅលើ cat opt head 13ចឹងយើងឃើញវា show មកតែ3 line ហ្នឹងទេចឹងខ្ញុំមានតែប៉ុណ្្នឹងទេជម្រាបលាលោកគ្រូ